ព្រឹកនេះសម្ដេចតេជោហ៊ុនសែនជួបបដិសណ្ឋារកិច្ចជាមួយព្រះអម្ចាស់ក្សត្រីមហាចក្រេយសិរិន្ធនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី22ខែកុម្ភៈឆ្នាំ2016នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យព្រះអម្ចាស់ក្សត្រីមហាចក្រេយសិរិន្ធននៃព្រះរាជាណាចក្រថៃជួបសម្ដែងការគួរសមនិងសវនកម្មនៅវិមានសន្តិភាពព្រះសង្ឃ250អង្គនិមន្តបិណ្ឌបាតតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងពិធីមាឃបូជាខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី22ខែកុម្ភៈ2016នេះព្រះសង្ឃចំនួន250អង្គមកពីវត្តក្នុងស្រុកព្រៃនប់បាននិមន្តបិណ្ឌបាតតាមបណ្ដោយផ្លូវជាតិលេខ4ប្រមាណជាង2000ម៉ែត្រពីចំណុចទីប្រជុំជនផ្សារវារិញដើម្បីផ្សព្វផ្សាយប្រារព្ធពិធីមាឃបូជាដែលជាពិធីធំក្នុងសាសនាព្រះពុទ្ធពិធីនេះបានប្រព្រឹត្តទៅក្រោមព្រះតេជគុណគង់ប្រុសព្រះធរវិន័យស្រុកព្រៃនប់ដែលជាព្រះចៅអធិការវត្តព្រំកេរក្នុងស្រុកព្រៃនប់ដែលមានប្រជាពុទ្ធបរិស័ទនិងអាជីវករចូលរួមដាក់ចង្ហាន់រាប់បាតច្រើនរយនាក់ផងដែរបញ្ជូនប្រធានគណនេយ្យក្រុមហ៊ុនបូរីពិភពថ្មីទៅតុលាការពាក់ព័ន្ធពីបទបន្លំប្រាក់$37,000អាមេរិករាជធានីភ្នំពេញកាលពីថ្ងៃទី21កុម្ភៈ2016កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជូន2អ្នកប្តីប្រពន្ធទៅកាន់សាលាដំបងរាជធានីភ្នំពេញដែលពាក់ព័ន្ធពីបទលួចបន្លំយកប្រាក់ក្រុមហ៊ុនបូរីពិភពថ្មីចំនួន$37,000អាមេរិកប្រពន្ធឲ្យដឹងថាបរិសុទ្ធជាប្តីឈ្មោះហកុសលអាយុ39ឆ្នាំនិងប្រពន្ធឈ្មោះផាតចរិយាអាយុ38ឆ្នាំជាប្រធានគណនេយ្យរបស់ក្រុមហ៊ុនបូរីពិភពថ្មីមានទីលំនៅផ្ទះលេខ 3B ផ្លូវលេខ60ក្នុងភូមិមានជ័យសង្កាត់មានជ័យខណ្ឌមានជ័យប្រពន្ធបានបន្តថាពីរអ្នកប្តីប្រពន្ធខាងលើគឺសមត្ថកិច្ចឃាត់ខ្លួនដោយយោងតាមពាក្យបណ្ដឹងរបស់លោកមេធាវីបេវណ្ណៈជាមេធាវីរបស់លោកអុកញ៉ាហុងពីវម្ចាស់ក្រុមហ៊ុនបូរីពិភពថ្មីប្រទះឃើញសពក្នុងព្រៃចំការដំឡូងមីសង្ស័យអ្នកជំនួញថៃដែលបាត់ខ្លួនខេត្តបៃលិនប្រជាពលរដ្ឋប្រទះឃើញសាកសពបរិមម្នាក់ដែលត្រូវគេយកទៅកប់ចោលក្នុងដីចំការមួយកន្លែងហើយត្រូវសង្ស័យថាជាបរិមម្នាក់ដែលបានបាត់កាលពីជាង1អាទិត្យមុនខណៈដែលជនរងគ្រោះជួបជុំមិត្តភ័ក្តិប្រុសស្រីខ្មែរថៃនៅក្បែរកាស៊ីណូក្នុងភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាឡាក្រៅរួចក៏ឡើងជិះរថយន្តមួយគ្រឿងស្រាប់តែបាត់ខ្លួនរហូតមកតែម្ដងជុំវិញរឿងអ្នកជំនួញថៃម្នាក់បាត់ខ្លួនលើទឹកដីកម្ពុជាហេតុការណ៍ប្រទះឃើញនេះបានកើតឡើងកាលពីរសៀលថ្ងៃទី21ខែកុម្ភៈ2016ស្ថិតនៅចំណុចចំការដំឡូងមីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឈើក្រោមឃុំស្ទឹងកាច់ស្រុកសាឡាក្រៅដោយគេសង្ស័យថាបរិសម្នាក់នោះឈ្មោះសំនឹកហៅស៊ីទុំអាយុប្រហែល45ឆ្នាំជាជនជាតិថៃជាបុគ្គលិកកាស៊ីណូផ្សារព្រំប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះម្នាក់ឈ្មោះសំនឹកបានបាត់ខ្លួននៅភូមិផ្សារព្រំរយៈពេលជាង1សប្តាហ៍ទៅហើយដោយក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនឃើញហើយការបាត់ខ្លួននេះគេសង្ស័យថាកើតឡើងដោយមិត្តភ័ក្តិលបួងបបួលឲ្យផឹកស្រារួចសម្លាប់ចោលតែម្ដងប្រភពបានបន្តទៀតថានៅរសៀលថ្ងៃកើតហេតុមានប្រជាពលរដ្ឋរស់នៅភូមិខាងលើទៅមើលចំការស្រាប់តែឃើញសពជនមិនស្គាល់អត្តសញ្ញាណត្រូវគេយកទៅកប់ប្លង់ចោលក្នុងដីចំការនោះដោយកប់រាក់ក្បាលបែរចូលទៅក្នុងព្រៃរីឯជើងចេញក្រៅហើយមានធំក្លិនស្អុយអាសោចទើបរត់ទៅរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យតែម្ដងរហូតដល់ល្ងាចថ្ងៃដដែលសាកសពជនរងគ្រោះដែលស្លាប់គេមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅក្បែរនោះឡើយដោយរងចាំស្ថានទូតថៃនិងបងប្អូនសាច់ញាតិមកជួបជុំគ្នាសិនរងចាំមើលរហូតដល់ព្រឹកថ្ងៃទី22កុម្ភៈនេះទើបអាចកោះមើលបានសូមបញ្ជាក់ផងដែរថាបរិមម្នាក់ខាងលើដែលបានបាត់ខ្លួនបន្ទាប់ពីជួបជុំមិត្តភ័ក្តិជនជាតិខ្មែរនិងថៃចំនួន4ទៅ5នាក់ដោយផឹកស៊ីអស្ត្រាប្រហែល4ទៅ5កំប៉ុងរួចក៏ឡើងជិះរថយន្តមួយគ្រឿងចេញទៅទិសខាងជើងហើយក៏បាត់ស្រមោលតាំងពីពេលនោះតែម្ដងដោយគេសង្ស័យថាមានករណីឃាតកម្មកើតឡើងចំពោះជនរងគ្រោះហើយក្រុមគ្រួសារបានយករូបថតដើររកនៅឯស្រុកប៉ោយប៉ែតនិងខេត្តបៃលិនតែមិនឃើញរហូតដល់រសៀលថ្ងៃកើតហេតុប្រជាពលរដ្ឋប្រទះឃើញទើបមានការសង្ស័យថាជាសពជនរងគ្រោះសំណុំរឿងកញ្ញាសម្បូររឿងសានៅខេត្តបាត់ដំបងកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរខេត្តបាត់ដំបងសំណុំរឿងរបស់កញ្ញាឯកសុចិតាហៅសាដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងបាត់ដំបងកាលពីកន្លះឆ្នាំមុនកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៅឡើយ
នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបងខេត្តគណៈសំណុំរឿងព្រហ្មទណ្ឌដែលកញ្ញាសាសាប្តឹងលោកអុកញ៉ាសុកប៊ុនត្រូវតុលាការរាជធានីភ្នំពេញប្រកាសសាលក្រមបញ្ចប់កាលពីប្រមាណថ្ងៃមុននេះបើគិតដល់ពេលនេះសំណុំរឿងកញ្ញាសាសាអតីតពិធីការនីទូរទស្សន៍ CTN ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាត់ដំបងមានអាយុកាលកន្លះឆ្នាំហើយតែមិនទាន់ចេញផុតពីដៃចៅក្រមស៊ើបសួរនៅឡើយទេខណៈដែលមនុស្សទូទាំងប្រទេសកំពុងទន្ទឹងរង់ចាំលទ្ធផលចុងក្រោយរបស់នាងដោយការសម្រេចក្តីលើសំណុំរឿងព្រហ្មទណ្ឌដែលអតីតពិធីការនីសម្បូរនឹងអាស្រូវនេះបាទតាមមន្ត្រីតុលាការខេត្តបានឲ្យដឹងថាសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយកញ្ញាឯកសុជាតាហៅសាសាខាងលើនេះគឺកំពុងស្ថិតនៅក្នុងដៃលោកជាវណ្ណៈចៅក្រមស៊ើបសួរនិងជាប្រធានសាលាដំបងខេត្តបាត់ដំបងតែមិនទាន់ដឹងថាតើពេលណាទើបសំណុំរឿងនេះធ្លាក់ដល់ដៃចៅក្រមជំនុំជម្រះនោះទេឆ្លើយតបនឹងការទន្ទឹងរង់ចាំពីមជ្ឈដ្ឋាននានាក្នុងសំណុំរឿងកញ្ញាសាសានេះចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងនេះនិងជាប្រធានសាលាដំបងខេត្តផងលោកជាវណ្ណៈបានបំភ្លឺកាលពីប្រមាណថ្ងៃមុននេះថាសំណុំរឿងបង្កគ្រោះថ្នាក់ចរាចរណ៍របស់កញ្ញាសាសាដែលកើតឡើងក្នុងក្រុងបាត់ដំបងកាលពីឆ្នាំទៅមិញនោះនៅមិនទាន់បញ្ចប់ដំណើរការស៊ើបអង្កេតនោះឡើយទេហើយសំណុំរឿងនេះក៏កំពុងស្ថិតនៅក្នុងដៃរបស់លោកដែរលោកជាវណ្ណៈបានបញ្ជាក់ថាលោកនឹងផ្ដល់ដំណឹងនេះដល់សារព័ត៌មាននៅពេលណាសំណុំរឿងនេះត្រូវបានបញ្ចប់ដំណើរការស៊ើបអង្កេតហើយបញ្ជូនទៅឲ្យក្រុមប្រឹក្សាជំនុំជម្រះចាត់ការបន្តព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាពផ្ទុះចំនួននៅក្នុងហាងខារ៉ាអូខេស្លាប់3នាក់របួសម្នាក់និងឃាត់ខ្លួន6នាក់ខេត្តព្រះវិហារយ៉ាងហោចណាស់ក៏មានបរិសុទ្ធជនជាតិចិន2នាក់និងខ្មែរម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសស្រាលក្នុងករណីផ្ទុះចំនួននៅក្នុងហាងខារ៉ាអូខេមួយកន្លែងកាលពីយប់ថ្ងៃទី21ខែកុម្ភៈឆ្នាំ2016នៅក្បែរក្រុមហ៊ុនចំការអំពើចិនស្ថិតនៅក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារតាមប្រភពព័ត៌មានបានដឹងថាក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស6នាក់នៅក្នុងចំនួនខាងលើនេះបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តរីឯអ្នករងគ្រោះនិងអ្នកស្លាប់ត្រូវបានដឹកយកទៅរាជធានីភ្នំពេញមកដល់ពេលនេះអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចជុំវិញករណីនេះបាននៅឡើយទេដោយសមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវនិងសាកសួរជនសង្ស័យពាក់ព័ន្ធនឹងចំនួនខាងលើនេះរួចនឹងផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាននៅពេលក្រោយជាប់ទោសព្រោះលីពូថៅទៅស្រ័យគំនុំអ្នកវាយក្បាលខ្លួនរាល់ថ្ងៃនៅក្នុងហាងកាហ្វេខេត្តកំពង់ឆ្នាំងបរិសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប្រើពេលជាង20នាទីទម្រាំចាប់ខ្លួនបានខណៈជននោះប៉ងកាប់គូសត្រូវរបស់ខ្លួនតែមិនបានសម្រេចក៏ត្រូវបានសមត្ថកិច្ចចូលទៅឃាត់ទណ្ឌដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 8:15 នាទីព្រឹកថ្ងៃទី22កុម្ភៈ2016នៅមុខហាងលក់កាហ្វេមួយកន្លែងនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងប្រភពបានដឹងថាជនសង្ស័យឈ្មោះហងខនអាយុ28ឆ្នាំមានទីលំនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងជនសង្ស័យបានសារភាពថាជារៀងរាល់ថ្ងៃរូបគេតែងតែមកផឹកកាហ្វេនៅហាងកាហ្វេខាងលើជារៀងរាល់ថ្ងៃហើយតែងតែត្រូវឈ្មោះគំបានវាយក្បាល2ទៅ3ដៃលេងនិងពេលខ្លះយកកែវមកវាយក្បាលលេងទៀតធ្វើឲ្យរូបគេឈឺក្បាលនិងឈឺចាប់នៅក្នុងចិត្តណាមួយខ្មាស់គេទៀតផងទៅមុនពេលកើតហេតុរូបគេក៏បានដឹងថាឈ្មោះគំខាងលើនេះពិតបានមកផឹកកាហ្វេនៅហាងដដែលជាពុំខានទើបសម្រេចចិត្តលីពូថៅចេញពីផ្ទះសម្ដៅទៅហាងកាហ្វេនោះបំណងទៅកាប់សម្លាប់តែម្ដងតែចៃដន្យឈ្មោះគំបានដឹងខ្លួនក៏រត់ចេញហើយឡើងជិះម៉ូតូគេចខ្លួនបាត់បន្ទាប់ពីឈ្មោះគំបានរត់ចេញទៅជនសង្ស័យខាងលើបានស្រែកឡូឡាយកពូថៅគម្រាមគេឯងថាអាណាហ៊ានចូលអញកាប់អញរោគតែមុខអាគំទេជំរះបញ្ជីគ្នាពេលនោះលោកម៉ាយុននាយផ្នែកនគរបាលព្រហ្មទណ្ឌបានទៅដល់ហើយបំរុងចូលទៅលួងលោមយកពូថៅតែឈ្មោះនេះយាពូថៅកាប់មកលើរូបគាត់តែគាត់រត់ចេញទាន់បន្ទាប់មកសមត្ថកិច្ចបានប្រើមធ្យោបាយត្រជាក់លួងលោមយ៉ាងណាក៏ឈ្មោះនេះមិនស្ដាប់ទៅសម្រុកចូលចាប់ដកហូតយកពូថៅតែម្ដងជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលក្រុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការឃាត់ខ្លួនស្ត្រីរុស្ស៊ីផ្លូវភេទនៅម្ដុំ Pub Street 5នាក់យកមកអប់រំខេត្តសៀមរាបកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការប្រមូលស្ត្រីរុស្ស៊ីផ្លូវភេទដែលដើរបោយដៃហៅភ្ញៀវបរទេស
ដើម្បីយកទៅដេកជាមួយនៅម្ដុំ Pub Street ចំនួន5នាក់យកទៅអប់រំព្រោះធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៅក្នុងខេត្តទេសចរការខាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង 1 រំលងអធ្រាត្រឈានចូលថ្ងៃ19 កុម្ភៈឈានចូលថ្ងៃទី20 កុម្ភៈឆ្នាំ2016ស្ថិតនៅក្នុងម្ដុំផ្លូវ Pub Street នៅក្នុងភូមិមណ្ឌល2សង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបគណៈពួកគេកំពុងបកដៃហៅភ្ញៀវបរទេសបំរុងយកទៅដេកប្រភពបានឲ្យដឹងថាស្ត្រីដែលកម្លាំងជំនាញប្រមូលបានទាំង5នាក់នេះត្រូវបាននាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តរួចធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់នាវាកងទ័ពជើងទឹកចិន3គ្រឿងចូលចតកំពង់ផែព្រះសីហនុបន្ទាប់ពីនាវាជប៉ុនខេត្តព្រះសីហនុដោយការគ្រោងទុកការពិព្រឹកថ្ងៃទី22 កុម្ភៈ 2016នេះនាវាកងទ័ពជើងទឹកប្រជាជនចិនចំនួន3គ្រឿងបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅក្នុងនោះ2គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុនិង1គ្រឿងទៀតចតនៅដែនសមុទ្រខាងមុខកំពង់ផែសម្រាប់ទស្សនកិច្ចនៅកម្ពុជារយៈពេល5ថ្ងៃចាប់ពីថ្ងៃទី22ដល់ថ្ងៃទី26 កុម្ភៈឆ្នាំ2016បើតាមមន្ត្រីពិធីការកងទ័ពជើងទឹកកម្ពុជាថ្លែងថាលោកឧត្តមនាវីតូរស់វាសនាមេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររៀមបានដឹកនាំនាយនាវីរងនិងពលនាវីមួយក្រុមទៅទទួលបដិសណ្ឋារកិច្ចមេបញ្ជាការនិងកងទាហានជើងទឹកពីនាវាកងទ័ពជើងទឹកប្រជាជនចិននៅឯកំពង់ផែក្រុងព្រះសីហនុជាមួយនឹងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ពីសមត្ថកិច្ចពាក់ព័ន្ធ